นูระบบมนุษย์คือชีวิตโทษได้พิบัติบังกอบบัญชีบ่มเพาะให้ยังมันได้ห้ามคอดខ្លួនในมันเอาមានមនោចេតនាឬស្រឡាញ់នរណាម្នាក់បានឡើយទោះបីជាដឹងថាការស្រឡាញ់នោះវាមិនសមគួរក៏ដោយពេលខ្លះយើងលួចទៅស្រឡាញ់សង្សារគេពេលខ្លះទៀតក៏សុខចិត្តស្រឡាញ់គេម្នាក់ឯងទាំងនឹងនៅគ្មានសង្ឃឹមប៉ុន្តែនៅក្នុងភាពវង្វេងនៃអារម្មណ៍ទាំងនេះខ្ញុំតែងតែសួរខ្លួនឯងថាតើអ្វីទៅជាការស្រឡាញ់ដែលពិតប្រាកដតើវាគឺជាការលះបង់ការចង់បានមកគ្រប់គ្រងឬគ្រាន់តែជាអារម្មណ៍ដែលយើងបង្កើតឡើងដើម្បីបំពេញភាពឯកោសប្តាហ៍នេះពិភពលោកហាក់ដូចជាកំពុងឆ្លងរាលដាលនៅអ្វីដែលហៅថាជំងឺស្នេហាអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជំងឺនេះមិនមែនកើតមានតែលើអ្នកដែលមានគូស្នេហ៍នោះទេសូម្បីតែអ្នកដែលនៅលាវ single ក៏កំពុងទទួលរងឥទ្ធិពលនេះយ៉ាងធ្ងន់ធ្ងរដែរមូលហេតុចម្បងគឺមកពីការហូរចូលនៃភាព drama នៅលើប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញសង្គមរាល់ថ្ងៃយើងមើលឃើញការចែករំលែកការផុសរៀបរាប់ពីភាពជឿចាប់ការបង្ហោះវីដេអូទឹកភ្នែកនិងសម្រងសម្ដីលួងលោមចិត្តដែលពោពេញដោយភាពសោកសៅជាការពិតណាស់ការបន្ទិញអារម្មណ៍ទាំងនោះវាមិនមែនជាកំហុសឡើយមនុស្សយើងម្នាក់ៗតែងតែចង់បានច្រកចេញដើម្បីរំសាយភាពតានតឹងក្នុងចិត្តនិងចង់ឲ្យអ្នកដទៃបានដឹងនិងយល់ពីការឈឺចាប់របស់ខ្លួនដើម្បីឲ្យអារម្មណ៍បានធូរស្រាលខ្លះប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះគឺនៅពេលដែលយើងធ្វើវាដដែលយូរទៅវាអាចនឹងវិវត្តទៅជាទម្លាប់អាក្រក់ដោយមិនដឹងខ្លួននៅពេលដែលមនុស្សរាប់លាននាក់នាំគ្នាផុសតែពីភាពឈឺចាប់នាំគ្នាបង្ហាញតែរូបកាយនៃភាពបរាជ័យក្នុងស្នេហាវានឹងបង្កើតជាដែកឆក់នៃភាពអវិជ្ជមានដែលជាឥទ្ធិពលទៅវិញទៅមកមនុស្សចាប់ផ្ដើមយកភាពឈឺចាប់មកធ្វើជាមោទនភាពឬយកភាព drama មកធ្វើជាអត្តសញ្ញាណរបស់ខ្លួនយូរទៅវាក៏ក្លាយជាទម្លាប់មួយដោយស្វ័យប្រវត្តិដែលគេហៅថា automatic habit ហើយចាប់ផ្ដើមមានអារម្មណ៍ថាបើមិនឈឺចាប់ហាក់ដូចជាមិនមែនជាស្នេហាបើមិន drama ហាក់ដូចជាជីវិតគ្មានន័យយើងស្រូបយកភាពសោកសៅពីបណ្ដាញសង្គមមកដាក់ក្នុងជីវិតពិតរហូតធ្វើឲ្យចិត្តរបស់យើងលែងស្គាល់ពីក្តីសុខដែលសាមញ្ញការដែលខ្ញុំលើកយកចំណុចនេះមកនិយាយគឺដើម្បីដាស់តឿនខ្លួនឯងឲ្យមានសតិក្នុងការប្រើប្រាស់បណ្ដាញសង្គមការបញ្ចេញអារម្មណ៍វាគឺជារឿងល្អប៉ុន្តែយើងមិនត្រូវបណ្ដោយឲ្យខ្លួនឯងក្លាយជាចំណៅខ្មាំងនៃភាព drama នៅឡើយស្នេហាដែលពិតប្រាកដគួរតែជាអ្វីដែលផ្ដល់កម្លាំងចិត្តជាអ្វីដែលរុញច្រានឲ្យយើងក្លាយជាមនុស្សដែលប្រសើរជាងមុនមិនមែនជាការលេងលង់ក្នុងសមុទ្រនៃពាក្យពេចន៍សោកសៅជារៀងរាល់ថ្ងៃនោះទេយើងត្រូវរៀនបំបែកខ្លួនចេញពីជំងឺស្នេហាបែប digital នេះហើយងាកមកសម្លឹងមើលការរស់នៅជាក់ស្ដែងរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើននិងបង្កើតសុភមង្គលដែលកើតចេញពីភាពស្ងប់ស្ងាត់ពិតប្រាកដមិនមែនសុភមង្គលដែលទាមទារការចាប់អារម្មណ៍ like share ពីអ្នកដទៃឡើយ